បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះវិលមកជួបខ្ញុំបាទទៀតហើយជាមួយនឹងមុខម្ហូបមួយមុខទៀតគឺស្ងោរជ្រក់សាច់គោឬក៏ហៅថាស្ងោរជ្រក់សាច់គោក្រៅឆ្នាំងក៏បានដែរបងប្អូនអឺគ្រឿងផ្សំមានសាច់គោហើយនឹងស្លឹកជីអាណាហើយនឹងស្លឹកខ្ទឹមស្លឹកក្រូចឆ្មាហើយនឹងម្ទេសខ្ចីបងប្អូនម្ទេសខ្ចីយើងហាន់ចំណិតមកជាដំបូងយើងច្របាច់ក្រូចឆ្មាជាមួយនឹងសាច់គោឲ្យវារាងស្លោកសាច់តិចបងប្អូនហើយបន្ទាប់មកយើងក៏ចាប់ដើមដាក់ខ្ទឹមសខ្ទឹមចិញ្ច្រាំយើងហ្នឹងបងប្អូនហើយម្ទេសហាន់ហ្នឹងដាក់ចូលមុនមកបាទសម្រាប់មុខម្ហូបមួយមុខនេះគឺងាយស្រួលមែនទែនបងប្អូនគ្រឿងផ្សំមានតែមួយកូនចានទូចប៉ុណ្ណឹងគឺចប់សពគ្រប់ហ្មងសម្រាប់មុខម្ហូបមួយមុខនេះគឺងាយស្រួលធ្វើខ្លាំងមែនទែនបងប្អូនហើយបន្ទាប់ពីយើងដាក់ខ្ទឹមចិញ្ច្រាំជាមួយនឹងម្ទេសចៃដែលយើងបានហាន់ត្រៀមទុកហ្នឹងរួចហើយក៏យើងចាប់ដើមផ្សំគ្រឿងបងប្អូនហើយគ្រឿងហ្នឹងក៏អត់មានអីច្រើនដែរបងប្អូនមានតែអឺរ៉ូឌីហើយនឹងប៊ីចេងនិងស្ករសបន្តិចមកហើយជាពិសេសទឹកត្រីបងប្អូនប៉ុណ្ណឹងបាទជាដំបូងគឺយើងដាក់រ៉ូឌីចូលមកបងប្អូនដូចខ្ញុំធ្លាប់រៀបរាប់គ្រប់វីដេអូអញ្ចឹងបងប្អូនអត់មានកំណត់ថាត្រូវប្រមាណស្លាបព្រាទេអាស្រ័យទៅលើបរិមាណម្ហូបដែលយើងធ្វើតិចឬក៏ច្រើនហើយទម្លាប់ដែលយើងធ្លាប់ហូបរសជាតិបែបណាហ្នឹងតាមតែចំណង់ចំណូលចិត្តរបស់យើងរៀងៗខ្លួនបងប្អូនបាទបន្ទាប់ពីយើងដាក់រ៉ូឌីប៊ីចេងស្ករច្បាច់ក្រូចឆ្មាច្បាច់អីរួចរាល់អស់ហើយយើងក៏ថែមជាមួយនឹងទឹកត្រីបងប្អូនស្រឡាញ់ប៉ុណ្ណាដាក់ប៉ុណ្្នឹងទៅបងប្អូនហើយក៏ចាប់ដើមច្បល់ចុះច្បល់ឡើងឲ្យវារលាយស្ករប៊ីចេងចូលគ្នាហើយបន្ទាប់មកយើងរងចាំតែទឹកក្តៅពុះយើងចាក់ចូលគឺជាការស្រេចតែម្ដងបងប្អូនអត់មានអីសាំញ៉ាំច្រើនទេបាទមុខម្ហូបមួយមុខនេះគឺប៉ុណ្ណេះជាការស្រេចហើយបងប្អូនគឺយើងនៅរងចាំតែទឹកក្តៅពុះគឺហើយបងស្លឹកជីស្លឹកខ្ទឹមចូលជាក្រោយយើងក៏ចាប់ដើមភ្លក់រសជាតិមើលថាល្មមហើយឬនៅអញ្ចឹងបងប្អូនបើថាល្មមហើយគឺជាការស្រេចហើយបងប្អូនអត់មានពិបាកអីវែងឆ្ងាយទេបាទមុខម្ហូបស្ងោរជ្រក់សាច់គោឬក៏ជ្រក់សាច់គោក្រៅឆ្នាំងក៏មានតែប៉ុណ្្នឹងឯងបងប្អូនសង្ឃឹមថាបងប្អូននឹងពេញចិត្តនៅវីដេអូមួយនេះហើយបើសិនជាមានការខុសឆ្គងនៅកាយវិការឬក៏ពាក្យសម្ដីណាមួយមិនសមរម្យក៏សូមបងប្អូនអធិស្ឋានអភ័យទោសផងដែរបងប្អូនហើយរបៀបស្ងោរជ្រក់សាច់គោរបស់ខ្ញុំគឺរបៀបហ្នឹងបងប្អូនតើខាងបងប្អូនធ្វើរបៀបណាដែរបើសិនជាមានវិធីណាធ្វើខុសពីនេះសូមជួយខមមិនប្រាប់ម្នាក់មួយផងបងប្អូនហើយក៏សូមអរគុណដល់បងប្អូនយើងដែលបានជួយគ្រប់គ្រងទស្សនាវីដេអូរបស់ខ្ញុំជារហូតមកហើយសង្ឃឹមថាបងប្អូននឹងបន្តគ្រប់គ្រងនៅវីដេអូរបស់ខ្ញុំតទៅមុខទៀតដើម្បីជាកម្លាំងចិត្តក្នុងការផលិតវីដេអូដើម្បីចែកជូនដល់បងប្អូនទស្សនាកម្សាន្តជាបន្តទៅទៀតបងប្អូនហើយខ្ញុំក៏សង្ឃឹមថារាល់វីដេអូដែលខ្ញុំបានចែករំលែកអំពីមុខម្ហូបផ្សេងៗនឹងផ្ដល់នូវអត្ថប្រយោជន៍មិនតិចឬក៏ច្រើនដល់បងប្អូនយើងគ្រប់គ្នាហើយបើសិនបើសមឬក៏មិនសមយ៉ាងណាបងប្អូនអាច comment រិះគន់ដើម្បីស្ថាបនានៅក្រោមវីដេអូបានបងប្អូនហើយជាចុងក្រោយក៏សូមថ្លែងអំណរគុណដល់បងប្អូនដែលបានចូលមកទស្សនាវីដេអូមួយនេះពីដើមរហូតដល់ចប់ហើយក៏សូមជូនពរឲ្យបងប្អូនគ្រប់គ្នាគ្រប់ក្រុមគ្រួសារឲ្យជួបប្រទះតែនឹងភាពជោគជ័យនិងសម្រេចគោលដៅរៀងៗខ្លួនគ្រប់គ្នាគ្រប់ក្រុមគ្រួសារបាទសូមអរគុណនិងសូមគោរពលាសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយជាបន្តទៀត